ចាថ្ងៃនេះខ្ញុំមានមាន់ខ្មែរយើងណាមកក្បាលចង់ញ៉ាំមាន់ស្ពៃខៀវខានញ៉ាំយូរហើយចង់ធ្វើញ៉ាំតែដល់ឃើញស្ដាយឆ្អឹងណាពួកយើងធ្វើមាន់ស្ពៃខៀវយើងមិនធ្វើតែសាច់អីអញ្ចឹងយើងច្នៃវាឲ្យទៅជាថែមស្ងោរមួយមុខទៀតគឺស្ងោរនេះខ្ញុំប្រើនេះពោតដើម្បីវាផ្អែមហើយមានបង្គាក្រៀមយើងបន្តិចទៅមានផ្សិតទៅហើយនេះធាងស្ពៃសម្រាប់ធ្វើមាន់ស្ពៃខៀវស្លឹកហ្នឹងគឺទៅស្លម្ជូរអស់ហើយអញ្ចឹងទៅមើលរបៀបធ្វើរបស់ខ្ញុំបន្តិចមើលខុសពីរបៀបធ្វើរបស់បងប្អូនមិនដែរតចាប់ផ្ដើមគឺជារបៀបនេះឯងដាក់មាន់យើងស្ងោរសិនទៅហើយដល់ទៅពេលមាន់យើងឆ្អិនណាយើងដាក់បិទចោលទៅមិនចាំបាច់ពិបាករងាស់ងាកមកមើលងាកមកអីទេដល់ទៅពេលយើងរួចដៃទៅថាល្មមថាលៃថាងមាន់យើងប៉ុណ្ណឹងវាគួរតែឆ្អិនហើយយើងមកបើកមើលហើយយកกระดาษជូតមាត់យើងហ្នឹងជូតសម្អាតមាត់ឆ្នាំងមាត់អីដែលជាស្នាមពពុះនឹងចេញទៅហើយយើងស្រង់សាច់មាន់យើងចេញមកស្រង់យកមកទុកវាឲ្យត្រជាក់ហើយចាំបេះវាបេះយកតែសាច់ទេហើយដល់ពេលឆ្អឹងចាំយើងយកមកដាក់ស្ងោរបន្តទៀតជារបៀបដែរសន្សំសំចៃបំផុតណាហើយទឹកស៊ុបស្ងោរមាន់យើងមានជាតិមែនទែននិយាយទៅដាក់ស្ងោរបែបហ្នឹងគឺវាធ្វើឲ្យរហ័សឆ្អិនហើយរហ័សផុយណាព្រោះបើយើងប្រើជាក្រានធម្មតាត្រូវចំណាយពេលយូរជាងហ្នឹងហើយតែដល់ពេលយើងប្រើឆ្នាំងហ្នឹងលឿនមែនទែនហើយងាយទៀតអញ្ចឹងយើងដាក់ផ្សិតតែអីយើងដាក់បង្គាក្រៀមអីចូលមកហើយយើងចាប់ផ្ដើមផ្សំគ្រឿងទៅគឺផ្សំគ្រឿងស្ងោរយើងធម្មតាហ្នឹងណាផ្សំតាមចំណូលចិត្តក្រុមគ្រួសារយើងរសជាតិដិតឬក៏រសជាតិស្រាលអីតាមហ្នឹងទៅហើយយើងបិទគម្របហ្នឹងដាក់រំងាស់តទៅទៀតទៅដាក់ដាំតទៅទៀតទៅងាកមកមើលសាច់យើងបេះរួចហើយនេះអញ្ចឹងខាងនេះគឺផ្នែកខាងសាច់ទុកធ្វើមាន់ស្ពៃខៀវបានសម្រាប់ឲ្យខាងនេះឆ្អឹងយកទៅដាក់ក្នុងឆ្នាំងនឹងវិញតាសួរថាគេស្ងោរស៊ុបឆ្អឹងមាន់អីអត់ហើយកូនសួរម៉ាក់មាន់ហ្នឹងស្ងោរទៅមិនក៏នៅសល់ទៅឆ្អឹងអញ្ចឹងចុះពេលទៅផ្សារទៅទិញមាន់ទាំងមូលជាមួយកូនដល់ពេលលើកគេស្ងោរមកមានសត្វទៅឆ្អឹងកូនសួរដល់ពេលហើយយើងញ៉ាំតែផ្នែកឆ្អឹងក្របខ្ញុំញ៉ាំអញ្ចឹងហើយផ្នែកសាច់ណាដែលយើងញ៉ាំបានទៅឆ្អឹងយើងទៅឲ្យកូនចៅយើងប្រហែលអ្នកនោះទៀតទៅណានេះហើយគ្មានបានថតគ្មានបានអីទេស្ងោរហ្នឹងគេញ៉ាំអស់មុនពេលបានថតបាត់ហើយដោយសារម្ដាយក្មេងខ្ញុំហ្នឹងគាត់យកម្ហូបអីមកអញ្ចឹងទៅគេដួសម្ហូបទឹកហ្នឹងញ៉ាំទៅនៅសល់តិចតួចម៉ែញ៉ាំតាមក្រោយទៅហើយមាន់ស្ពៃខៀវនេះបន្តមកធ្វើដល់ល្ងាចអញ្ចឹងយើងចាប់ផ្ដើមដាក់គ្រឿងផ្សំមកគឺចាក់ទឹកស៊ីអ៊ីវចាក់ទឹកប្រេងខ្យងបងប្អូនចូលចិត្តរសជាតិរៀងសាបណាសាបគ្រឿងទេដាក់ពាក់កណ្ដាលហ្នឹងទៅបានហើយនេះគឺរសជាតិដិតហើយដិតដូចអ្នកអីគេចូលទៅក្លែមហើយអញ្ចឹងបើអត់ចូលចិត្តក្លិនទឹកស៊ីអ៊ីវទេកាន់តែងាយស្រួលទៀតប្រើអំបិលទៅហើយចាក់ទឹកថែមទៅដាក់ស្ករដាក់ប៊ីចេងយើងមកហើយដាក់ខ្ទឹមយើងទៅខ្ញុំអត់ចង់ប្រើទាំងឆាយទេណាខ្ញុំយកមកដាក់រំងាស់ឲ្យវាពុះរលាយប៊ីចេងស្ករសិននេះមិនដឹងមកបានបាត់ហើយយើងចាប់ផ្ដើមយកមកក្លុកច្បល់ជាមួយសាច់មាន់យើងមកហើយក្លុករួចហើយគឺបានហើយរសជាតិអស់ហ្នឹងកាលខ្ញុំមកពីក្មេងខ្ញុំអត់ដាក់ទឹកស៊ីអ៊ីវដាក់ប្រេងខ្យងទេណាខ្ញុំដាក់តែប៊ីចេងស្ករអំបិលហើយប្រើទឹកម្សៅឆាទៅកូរវាទៅក៏បានដែរតែឥឡូវខ្ញុំឃើញគេធ្វើប្រើរសជាតិបែបហ្នឹងខ្ញុំសាកល្បងធ្វើទៅក៏មួយយ៉ាងដែរអត់អីទេយើងរៀនពីគ្នាទៅវិញទៅមកទៅរឿងម្ហូបមហាអត្តកម្មថាអ្នកណាធ្វើត្រូវអ្នកណាធ្វើខុសអ្នកណាធ្វើឆ្ងាញ់មិនឆ្ងាញ់អីទេគេធ្វើរបៀបគេយើងធ្វើរបៀបយើងចង់សាករបៀបគេយើងយកមកសាកមកញ៉ាំទៅយើងទទួលស្គាល់ទៅថាវាបែបនេះបែបនោះចឹងទៅយើងចូលចិត្តបែបណាយើងធ្វើបែបហ្នឹងបន្តទៅនេះហើយ
យើងចាប់ផ្ដើមរៀបសាច់មាន់យើងដាក់ចូលទៅក្នុងចានទៅហើយចាំដាក់ស្ពៃយើងពីលើជារបៀបរៀបដែលងាយពេលរៀបហ្នឹងរៀបមើលទៅក្នុងទូរស័ព្ទហាផ្លេចចុចថនរៀបរួចហើយខ្ជិលបន្តទៀតបណ្ដោយទៅអូខេផ្កាប់មកឬហើយយើងយកទៅដាក់ក្នុងទូទឹកកកយើងហ្នឹងដាក់ទាំងចានផ្កាប់ហ្នឹងណា3-4 ម៉ោងទៅឲ្យវាត្រជាក់ល្អទៅចាំយើងដកចានយើងចេញមករួចជាការស្រេចនេះអត់ចាំបាច់ធ្វើទឹកជ្រលក់ក្រៅអីទៀតទេរួចរាល់ហើយអរគុណច្រើន